ស្ដីអ្នកគ្នាបាត់ admin យូរចឹងមាននឹក admin អត់ admin នឹកអ្នកគ្នាមែនតើប៉ុន្តែធ្វើមិនតែយើងរវល់ចឹងអត់មានពេលធ្វើវីដេអូតែឥឡូវ admin ទៅណែហើយចឹងក៏បានឆ្លៀតធ្វើវីដេអូឲ្យអ្នកគ្នាហ្មងទៅហើយ admin ក៏ដឹងថា admin នឹងអាចទៅណែដល់មួយថ្ងៃទេវីដេអូពេលខ្លះចេញពេលខ្លះអត់ទៅអ្នកដែលមិនទាន់ subscribe ជួយ subscribe ម្នាក់មួយផងកុំភ្លេច like comment ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដល់ adminមុនទូប្រុសក៏បានវាយមេរបស់គាត់មកពួកគេក៏បានហៅគ្នាមកជាច្រើនអ្នកទាំងអស់នោះទូប្រុសសុទ្ធតែស្គាល់តបមកការប្រយុទ្ធក៏បានចាប់ដើមប្រុសក៏បានវាយត្រូវមកបរិសម្នាក់រួចក៏គាត់បានវាយបរិសម្នាក់ទៀតពួកទាំងអស់នោះមិនអាចតដៃជាមួយនឹងទូប្រុសបានទេទូប្រុសវាយយ៉ាងសប្បាយចិត្តហើយលើបឿនរបស់គាត់ពិតជាលឿនមែនតើក្នុងពេលតែមួយផ្លេតតែប៉ុណ្ណោះគាត់អាចវាយមនុស្សបានជាច្រើនអ្នកមានខុសដូច្នេះបាននិយាយឡើងថាពិតជាអស្ចារ្យមែនតើមានបាននិយាយទៀតថាគេបានរំពោះកណ្ដាប់ដៃរបស់គេដោយធម្មពលម៉ាណាហើយគេកំពុងតែវាយសម្រុកទៅលើម្នាក់នោះដូចជាកាំភ្លើងយន្តអីចឹងមានឃើញដូច្នេះកាន់តែសប្បាយចិត្តនិងសរសើរថាពិតជាអស្ចារ្យណាស់ប្រុសរបស់យើងនៅពេលដែលឃើញដែលមានសរសើរខ្លួនបែបនេះក៏បាននិយាយឡើងថានេះហើយគេហៅថាខ្លាំងពូកែអស្ចារ្យដែលមានឃើញដូច្នេះហើយគឺកាន់តែសរសើរទៅទូប្រុសទៀតហើយនៅពេលនោះក៏មានបរិសម្នាក់ក៏បានដួលនៅចិត្តដែលមានរបស់យើងដែលមានក៏បាននិយាយឡើងថាកុំតន់កាត់អីណាឲ្យខ្ញុំជួយព្យាបាលអ្នកសិនពួកដែលមានក៏បានបញ្ចេញវេទមន្តព្យាបាលមកនឹងបានជួយព្យាបាលទៅបរិសនោះមិនតបបាននិយាយអរគុណចាប់ផងបានត្រូវទូប្រុសយើងចាប់មកវិញអ្នកក្រែងខ្ញុំភ្លេចប្រាប់ឈ្មោះទូប្រុសរបស់យើងឈ្មោះ Aster ហើយបើភាពមុនខ្ញុំហៅឈ្មោះច្រឡំអីសូមអភ័យទោសផងណាស្នេហ៍ខ្ញុំនឹងឈប់ហៅថាទូប្រុសហើយខ្ញុំនឹងហៅឈ្មោះ Aster វិញហើយនេះយើងនឹងចូលមកដល់សាច់រឿងរបស់យើងវិញតែ Aster ចាប់បរិសនោះមកវិញរួចក៏បាននិយាយឌឺថាតើវាត្រូវបានវាត្រូវប្រមាណដៃទៅហើយរួចមកកន្លងអស់រយៈពេលជាយូរពួកអស់នោះបានត្រូវទូប្រុសយើងវាយ៉ាងទ្រាំខ្លួនដល់ពេលនេះហើយ Aster មិនទាន់បានវាយចប់ទេគាត់វាយតាំងពីនៅមានរហូតដល់ដោះអាវទៅហើយស្ទើក៏បានវាទៅកាពះគូតបរោះនោះបានសួរថាតើប្រមាណដងទៅហើយបរោះនោះក៏បានឆ្លើយថាខ្ញុំភ្លេចបាត់ទៅហើយពេលនោះដេវីតក៏បានរត់មកបាននិយាយថាណែសម្លាញ់ដល់វិញខ្ញុំហើយមែនទេមានក៏បាននិយាយទៀតថាដល់ពេលព្យាបាលហើយដល់ពេលព្យាបាលហើយបរោះនោះឃើញដូច្នេះពិតជាភិតភ័យមែនតើបាននិយាយថាឈប់សិនទៅសូមអង្វរហើយយើងងាកមកមើល Aster ហើយនឹងដេមានវិញមុខរបស់ពួកគេពិតជាខូខើមែនតើពួកគេម្នាក់វាយនិងម្នាក់ទៀតព្យាបាលទូប្រុសបាននិយាយថារាប់ម្ដងទៀតទៅឯងត្រូវការវាយប្រហារគ្រប់120ដៃនេះគឺជាការសងសឹករបស់ទូប្រុសយើងហើយមានក៏បានបញ្ចេញវេទមន្តឡើងមកបាននិយាយថាដល់ពេលព្យាបាលហើយតែបរិសនោះវិញបានក៏ក្នុងចិត្តថាឈប់ភ្លាមទៅពួកបិសាចអស់នេះបានក៏ក្នុងចិត្តឡើងថាខ្ញុំសូមបីតែរាប់លេខពីខ្ទង់មិនទាំងតែចេះផងពេលយប់ក៏បានមកដល់ហើយយើងបានឃើញថាពួកដែល Aster វាយទាំងអស់នោះត្រូវបានឆោតតម្រៀបជួរយ៉ាងល្អហើយពួកគេដូចជាស្ដាប់បញ្ជារបស់ទូប្រុសណាទូប្រុសបាននិយាយឡើងសម្រាប់ថ្ងៃនេះប៉ុណ្ណឹងបានហើយពួកគេបានឆ្លើយទាំងគោរពថាបាទមេ Aster បាននិយាយឡើងថាស្មារតីល្អណាស់ខ្ញុំមានមោទនភាពចំពោះឯងនឹង Aster ហើយនឹងដែលមានចាក់ចែងបាននិយាយថាលើកក្រោយចាំមកលេងជាមួយគ្នាទៀតណាទូប្រុសបានកាត់ក្នុងចិត្តឡើងថាខ្ញុំត្រូវរងការវាយប្រហារជាង100ដៃក្នុងម្នាក់សរុបទៅគឺជាង2000ដៃឯណោះវាលើសពីអ្វីដែលខ្ញុំបានរំពឹងទុកទៅទៀតដូច្នេះខ្ញុំពិតជាមានមោទនភាពចំពោះខ្លួនឯងខ្លាំងណាស់សូម្បីតែសម្រាប់អ្នកជំនាញដោះស្រាយបញ្ហាដែលឆ្លងកាត់សមត្ថភាពជោគជាំដូចជាខ្ញុំក៏វាមិនមែនជាកិច្ចការងាយស្រួលនោះដែរហើយនោះមានបរិសម្នាក់បាននិយាយយ៉ាងគួរសមថាសូមអភ័យទោសអ្នកមិនប្រកាន់ទេមែនទេបើពួកយើងចាក់ចែងទៅឥឡូវនេះពួកយើងរងការវាយដំរួចអស់ហើយមេស្ទើក៏បានឆ្លើយយកព្រមបរិសនោះក៏បាននិយាយឡើងថាមេទីនេះគឺជាផ្ទះរបស់ពួកយើងស្ទើនិយាយឡើងអូឯងចង់ដេញពួកយើងចេញពីទីនេះមែនទេប្រុសរៀងខឹងបន្តិចនឹងបាននិយាយថាខ្ញុំមិនដឹងថាខ្ញុំអាចយកព្រមតាមនឹងបានឬក៏អត់ទេណានោះនៅពេលដែលឃើញទឹកមុខAster ហើយគាត់ពិតជាភ័យខ្លាចនិយាយឡើងថាពិតជាមិនមែនអញ្ចឹងទេខ្ញុំមិនហ៊ានសុំឲ្យអ្នកធ្វើរឿងបែបហ្នឹងជាដាច់ខាតពួកយើងសុំលាសិនហើយ Aster ឃើញពួកគេកំពុងតែដើរចេញទៅក៏បានស្រែកឲ្យពួកគេឈប់និងបាននិយាយឡើងថារឿងនេះមិនមែនជាផ្នែកមួយនៃផែនការសងសឹករបស់ខ្ញុំទេទៅទូប្រុសយើងក៏មិនអាក្រក់ណាស់ណាដែរទៅគាត់ក៏បានឲ្យទីកន្លែងនេះទៅពួកគេវិញហើយគាត់ក៏បានបែរខ្លួនដើម្បីចាក់ចេញទៅណែដែលមានរបស់យើងវិញពិតជារស់រាយមែនតើបាន
បានលាទៅពួកគេទៀតផងព្រាមនោះទូប្រុសយើងដូចជាមានអារម្មណ៍ថាមានអ្វីម្យ៉ាងនៅខាងនោះមាននរណាម្នាក់កំពុងតែចូលមកជិតស្ទើរបានក្នុងចិត្តឡើងថាគេមកលឿនណាស់ប៉ុន្តែមិនលឺសំឡេងតតែសោះហៀងជើងបែបនេះធ្វើខ្ញុំនឹកឃើញដល់ជំហានជើងរបស់អ្នកដោះស្រាយបញ្ហាមានគេកំពុងលបតាមខ្ញុំពីក្រោយហើយចំណែកឯដេមានរបស់យើងដូចជាមិនដឹងរឿងអ្វីទេកំពុងតែលាទៅពួកនោះប្រាប់បានក្នុងចិត្តទៀតថាខ្ញុំខំប្រុងប្រយ័ត្នខ្លាំងណាស់ដែរតើពួកវាចេះតែរកខ្ញុំឃើញតាមរបៀបណាទៅដឹងថាមានអ្នកផ្សេងមកតាមប្រមាណខ្ញុំមុនពេល Blander មកដល់ទៅវិញសោះថាមពលម៉ាណាតែប៉ុណ្ណឹងការប្រើប្រាស់វេទមន្តច្បាស់ជាពិបាកខ្លាំងហើយហើយការវាប្រហារដោយដៃទទេក៏មិនបានធូរស្រាលជាងគ្នាប្រមាណដែរហាលភាពបែបនេះពិតជាអាក្រក់ណាស់ប៉ុន្តែតើខ្ញុំជាអ្នកណាទៅសូម្បីតែការនៅពេលធ្វើជាអ្នកដោះស្រាយបញ្ហាក៏ខ្ញុំមិនដែលមានថាមពលម៉ាណាច្រើនបែបនេះដែររឿងបែបនេះវាគ្រាន់តែជាជីវិតប្រចាំថ្ងៃធម្មតាមួយរបស់ខ្ញុំប៉ុណ្ណោះខ្ញុំសាំនឹងវាបាត់ទៅហើយខ្ញុំនឹងប្រមូលផ្ដុំថាមពលម៉ាណាទាំងអស់ដែលខ្ញុំអាចធ្វើបានហើយបង្រួមវាបញ្ចូលគ្នាបន្ទាប់មកគឺបង្រួមវាថែមមួយតង់ទៀតប៉ុណ្ណឹងប្រហែលជាគ្រប់គ្រាន់ហើយរួច Aster បានសម្លឹងទៅកន្លែងដែលគាត់សង្ស័យថាមានមនុស្សនោះបានដំណើរការវេទមន្តរបស់ខ្លួនគាត់ដូចជាបំរុងនឹងបាញ់ទៅហើយគាត់បើគិតក្នុងចិត្តថានេះគឺជាឱកាសតែមួយគត់របស់ខ្ញុំបានឃើញបរិសម្នាក់បានរត់មកយ៉ាងលឿនបន្ទាប់មកគាត់ក៏បានរត់មកដល់ហើយនឹងលោតចង្គន់ចោះAster ឃើញរចនាហើយពិតជាឆ្ងល់មែនតើធ្វើឲ្យគាត់លោតសញ្ញាសួរពេញក្បាលទៅហើយបន្ទាប់មកបរិសនោះបាននិយាយឡើងថាអោព្រះជាម្ចាស់អើយមាននៅពេលដែលឃើញបរិសនោះហើយពិតជាភ្ញាក់ផ្អើលបានលាន់មាត់ហៅឈ្មោះបរិសនោះថា Alfredo ខ្ញុំនឹងហៅអ្នកបណ្ដារបស់ Damien ថា Fredo វិញ Fredo បាននិយាយឡើងថាខ្ញុំដើររកអ្នកសពគ្រប់កន្លែងទាំងអស់តើអ្នកបាត់ទៅឯណាពេលផ្ទះដល់កំសត់ម្នាក់នេះបារម្ភពីអ្នករហូតទាល់តែចង់ធ្លាក់ខ្លួនឈឺទៅហើយគាត់មិនត្រឹមតែនិយាយទេព្រមទាំងចាប់ដេមៀនរបស់យើងទៀតដេមៀនឃើញដូច្នេះបានប្រាប់ឲ្យបរិសនោះដោះលែងខ្លួនទៅសាបរិសនោះបានចាប់រឹតដេមៀនខ្លាំងមែនទែនFredoបាននិយាយឡើងថាខ្ញុំមិនអាចធ្វើបានទេលោកម្ចាស់លុះត្រាតែខ្ញុំនាំលោកម្ចាស់ត្រឡប់ទៅផ្ទះវិញសិនបើមិនអញ្ចឹងទេសុខចិត្តឲ្យលោកម្ចាស់សម្លាប់ខ្ញុំមុនចុះមានក៏បានឆ្លើយតបមិនអាចទៅរួចទេចេញទៅឲ្យឆ្ងាយទៅខ្ញុំមិនអាចទៅផ្ទះវិញបានទេFredoបាននិយាយអស់លោកម្ចាស់អើយសូមមេត្តាទៅផ្ទះវិញទៅណែឯ Aster របស់យើងវិញគឺមើលទៅពួកគេទាំងហួសចិត្ត Aster បានគិតក្នុងចិត្តថាអូអញ្ចឹងន័យដែលគាត់ថារត់គេចពីផ្ទះគឺចង់សម្ដៅលើការរត់ចេញពីផ្ទះសោះទឹកមុខរបស់ Aster របស់យើងទៅក៏ដឹងថាគាត់ពិតជាហួសចិត្តជាមួយដេមៀនខ្លាំងមែនតើFredoក៏បានចាប់ដេមៀនរបស់យើងទៅតែទឹកមុខរបស់ដេមៀនដូចជាមិនចង់ទៅនោះទេFredoបាននិយាយឡើងថាស្លាប់ហើយពួកយើងមកបង្កការភ្ញាក់ផ្អើលនៅចំពោះមុខមនុស្សច្រើនផ្អើលអស់ទៅហើយក៏បានណែនាំខ្លួនទៅឲ្យ Aster របស់យើងខ្ញុំបាទឈ្មោះ Alfredo ខ្ញុំជាមេផ្ទះនៃគ្រួសារ Blander ប្រុសរបស់យើងក៏បាននិយាយរាក់ទាក់ថារីករាយណាស់ដែលបានស្គាល់ខ្ញុំមានឈ្មោះថា Aster Fredo ក៏បាននិយាយឡើងមើលទៅដូចជាលោកម្ចាស់ដែលមានពេញចិត្តនឹងអ្នកខ្លាំងណាស់និយាយតែញញឹមទៀតថាប្រសិនបើអ្នកមិនប្រកាន់ទេខ្ញុំចង់អញ្ជើញអ្នកទៅលេងគ្រួសារ Blander ជាមួយពួកយើង Aster លោកដូច្នេះហើយដូចជាមានរាងការសង្ស័យបាក់គិតក្នុងចិត្តថាគ្រួសារ Blander មនុស្សដូចជាខ្ញុំនឹងឯងតាមធម្មតាពួកគ្រួសារអភិជនតែងតែខ្ពើមរអានឹងភាពកខ្វក់នឹងរើសអើងពួកអនៈទាបណាស់ខ្ញុំមិនយល់ទេថាហេតុអ្វីបានជាគាត់ចង់ឲ្យខ្ញុំនៅទីនេះអនាគតវាហួសទៅហើយមិនសំខាន់ទេ Aster ក៏បានញញឹមឡើងនិងបានគិតក្នុងចិត្តទៀតថាជាយ៉ាងណាក៏ដោយកន្លងមកខ្ញុំកំពុងតែស្វែងរកឱកាសដើម្បីបង្កើតទំនាក់ទំនងជាមួយគ្រួសារ Blander នឹងផងពិតជាអំណោយផលល្អណាស់ដែលគ្រួសារ Blander ស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ទីក្រុង Hazit យ៉ាងវិញទៀតវិទ្យាស្ថានស្គីយ៉ុងដែលល្បីថាជាវិទ្យាស្ថានដ៏ល្អបំផុតប្រចាំភាគខាងកើតក៏ស្ថិតនៅក្នុងក្រុងHazit នោះដែរបណ្ណាល័យនៅទីនោះក៏ជាបណ្ណាល័យដ៏ល្អបំផុតថែមទៀតផងក្នុងការដែលខ្ញុំមានបំណងចង់បង្កើតបណ្ណាល័យដ៏អស្ចារ្យបំផុតមួយដែរនោះការទៅទស្សនាទីនោះគឺពិតជាមិនខាតបង់ឡើយ Aster ក៏បានឱនក្បាលគោរពនិងទទួលយកសំណើនេះព្រមទាំងនិយាយអរគុណទៀតផង Fredo បាននិយាយឡើងសូមអញ្ជើញតាមសម្រួលខ្ញុំនឹងទៅនាំរទេះសេះមកឥឡូវនេះសូមរងចាំមួយផ្លែត
ប្រុសក៏បានចាប់យកអាវមកពាក់នឹងខ្លួនរបស់គាត់វិញគាត់បានកាត់ឡើងថារឿងនេះវាខុសពីផែនការបង្កើតបណ្ណាល័យរបស់ខ្ញុំបន្តិចមែនតែវាក៏មិនខាតបង់អ្វីដែរឥឡូវនេះបើអញ្ចឹងដល់ពេលត្រូវទៅភ្លក់មើលហើយថាហូបអាហារនៅគ្រួសារ Blender ឆ្ងាញ់ខ្លាំងកម្រិតណាគេក៏បានធ្វើដំណើរមកដល់គ្រួសារ Blender បម្រើក៏បាននិយាយថាសូមស្វាគមន៍មកកាន់គ្រួសារ Blender ប្រុសក៏បានចុះពីរទេះសេះបានកើតក្នុងចិត្តថានេះគឺជាការមកទស្សនកិច្ចផ្លូវការលើកដំបូងរបស់ខ្ញុំហើយអូនេះគឺជាភូមិគ្រឹះ Blender តើដូបាននិយាយឡើងថាយប់ជ្រៅណាស់ទៅហើយសូមសម្រាប់ឲ្យបានផាសុខភាពនៅយប់នេះចុះក៏បានណែនាំថានេះគឺជាឡានស៊ីសិនជាអ្នកមានការអ្វីអាចប្រាប់គាត់បានឡានស៊ីបាននិយាយឡើងអញ្ជើញតាមផ្លូវនេះម្ចាស់ដេមៀនបាននិយាយរបស់ឡានស៊ីពិតជាគួរឲ្យកាចដេមៀនឃើញដូច្នេះបាននិយាយឈ្មោះថាឡានស៊ីតែមានអារម្មណ៍ថាដេមៀននិយាយដូចជាលៀសចិត្តអ្វីមួយអញ្ចឹងដូចជាគាត់បានធ្វើខុសអ្វីមួយបន្ទាប់មកក៏ឮសំឡេងដេមៀនរបស់យើងបាននិយាយថាឡានស៊ីខ្ញុំសុំទោសឡានស៊ីជាដេមៀនរបស់យើងកំពុងតែត្រូវទរណកម្មរបស់ឡានស៊ីអញ្ចឹងក៏បានកាច់មកដល់ក្នុងផ្ទះរបស់ Blender វិញដេដូកំពុងតែដើរទៅកន្លែងណាមួយក៏បានដើរមកដល់មុខបន្ទប់នឹងគួរទ្វារអ្នកខាងក្នុងក៏បាននិយាយថាចូលមកដេដូក៏បានអោនគោរពទៅនារីម្នាក់នោះក៏បានសួររកថាចុះដេមៀននៅឯណាដេដូក៏បាននិយាយឡើងថាខ្ញុំបានរកឃើញគាត់នៅតំបន់ទី7នៃព្រំដែនពន្លឺនិងស្រមោលខ្ញុំទើបតែបានជួនដំណើរគាត់ត្រឡប់មកដល់ផ្ទះវិញអំបញ្ញមិញនេះឯងខ្ញុំគិតថានារីម្នាក់នេះប្រហែលជាម្ដាយរបស់ដេមៀនហើយនៅពេល Fedo បាននិយាយចប់បន្ទប់ប្រជាស្ងប់ស្ងាត់ពេលនោះធម្មពលភ្លើងបានហោះមករក Fedo របស់យើងម្ដាយរបស់ដេមៀនបាននិយាយឡើងថាតំបន់ទី7នៃតំបន់ព្រំដែននឹងមែនសួរទាំងខឹងសម្បាទៀតថាតើដេមៀនមិនអីទេមែនតើមានរឿងអ្វីកើតឡើងចំពោះគេដែរឬទេប្រសិនបើមានរឿងអ្វីប៉ះពាល់ដល់ស័ក្តិមួយសរសៃរបស់កូនប្រុសខ្ញុំដេដូបាននិយាយទាំងស្ងប់ស្ងាត់ថាសូមមេត្តាលោកស្រីទុកឲ្យខ្ញុំបកស្រាយសិនហើយរបស់ដេមៀនបានអង្គុយចុះគាត់ដូចជាបានបន្ធូរបន្ថយកំហឹងរបស់គាត់ហើយគាត់ក៏បាននិយាយឡើងថាខ្ញុំយល់ហើយអញ្ចឹងតើរឿងរ៉ាវពិតប្រាកដវាអញ្ចឹងសោះខ្ញុំគិតថា Fedo បានបញ្យល់រឿងរ៉ាវទៅឲ្យម៉ាក់ដេមៀនរួចទៅហើយប៉ុន្តែអ្នកពន្ធមិនបានរៀបរាប់អ្វីច្រើនទេមិនបានប្រាប់ថា Fedo បានបញ្យល់អ្វីខ្លះនោះទេចឹងយើងក៏ដឹងដូចគ្នាយើងដឹងត្រឹមតែ Fedo បានបញ្យល់រឿងរ៉ាវទៅឲ្យម៉ាក់ដេមៀនរួចទៅហើយម៉ាក់ដេមៀនបាននិយាយឡើងទៀតថាខ្ញុំពិតជាសប្បាយចិត្តណាស់ Fedo បាននិយាយឡើងថាវាពិតជាធ្វើឲ្យខ្ញុំធូរទ្រង់មែនគាត់បានគិតក្នុងចិត្តឡើងថាធូរទ្រង់សម្រាប់ខ្លួនគាត់ផងហើយក៏ជាសំណាងសម្រាប់អ្នកណាដែលហ៊ានមកធ្វើបាបដេមៀននោះដែរកំហឹងរបស់លោកស្រីធ្លាប់ធ្វើឲ្យគាត់ទទួលបានហសនាមថាមេធ្មប់ឈាមកាលពីមុនតើអ្នកណាអាចខាត់គាត់បានទៅហើយគាត់ពិតជាងាយនឹងផ្ទុះកំហឹងខ្លាំងណាស់ឲ្យតែពាក់ព័ន្ធនឹងរឿងកូនប្រុសរបស់គាត់ពិតជាសំណាងល្អណាស់ដែលខ្ញុំបានរកឃើញដេមៀននៅថ្ងៃនេះក៏កាត់មកដល់ពេលឥឡូវវិញម៉ាក់របស់ដេមៀនបាននិយមបានអរគុណទៅដល់ Fedo ក៏បានអោនក្បាលទទួលយកការអរគុណនោះបាននិយាយឡើងថាវាគឺជាកាតព្វកិច្ចរបស់ខ្ញុំលោកស្រីតែវាហាក់ដូចជាមានរឿងអ្វីមួយមិនប្រក្រតីរបស់ដេមៀនក៏បានសួរបកទៅវិញថាតើជារឿងអ្វីទៅFedoក៏បាននិយាយឡើងមិត្តភ័ក្តិដែលគាត់បានរាប់អាននៅតំបន់ព្រំដែនម៉ាក់របស់ដេមៀនក៏បានសួរបកទៅវិញថាឈ្មោះ Aster មែនទេចុះគេមានរឿងអីដេមៀនក៏បាននិយាយឡើងគេដឹងមុនថាខ្ញុំកំពុងដើរចូលទៅចិត្តគេបានត្រៀមខ្លួនវាបកតបដូចជាស្រេចតាំងពីមុនពេលខ្ញុំបង្ហាញខ្លួនទៅទៀតហើយនៅពេលដែលពួកយើងប្រឈមមុខគ្នានៅក្នុងដៃរបស់គេគឺមានកាន់គ្រាប់បែបម៉ាណាម៉ាក់របស់នេះមានលើដូច្នេះក៏បានកាត់បន្តិចនិងនិយាយឡើងថានោះពិតជាទេពកោសល្យដ៏អស្ចារ្យខ្លាំងណាស់ក្មេងម្នាក់ដែលមានសមត្ថភាពកម្រិតនឹងនៅតំបន់ព្រំដែនពន្លឺនៅស្រមោលអញ្ចឹងដេដូក៏បាននិយាយឡើងហេតុដូចនេះហើយលោកស្រីតើខ្ញុំអាចសុំស្នើការសន្យាមួយបានទេហើយគេក៏បានរៀបរាប់ប្រាប់ថាតើ Fedo បានស្នើសុំសន្យាអ្វីពីម៉ាក់របស់ដេមៀននោះទេក៏កាត់បន្ដល់ព្រឹកថ្ងៃស្អែកFedo ក៏បានបើកទ្វារបន្ទប់របស់ Aster និងបាននិយាយឡើងថាតើអញព្រមធ្វើជាអ្នកបន្តវេនរបស់ខ្ញុំដែរឬទេខ្ញុំគិតថានេះគឺជាសំណើរបស់ Fedo សូមទៅកាន់ម៉ាក់របស់ដេមៀនហើយមើលទៅ Aster របស់យើងដូច្នេះហើយពិតជាភ្ញាក់ផ្អើល Fedo ក៏បានគិតក្នុងចិត្តថាខ្ញុំដឹងថាខ្ញុំសួរធ្វើឲ្យគេភ្ញាក់ផ្អើលបន្តិចហើយតែគេច្បាស់ជាព្រមទទួលយកមិនខានព្រោះយ៉ាងណាក៏ដោយខ្ញុំជាមេផ្ទះរបស់គ្រួសារពីជនដ៏ខ្ពង់ខ្ពស់មួយណានេះជាឱកាសដ៏ល្អបំផុតក្នុងការបដូរឋានៈរបស់គេពីក្មេងអនាថាគ្មានផ្ទះសម្បែងមកជាមេផ្ទះរបស់ពួកអភិជន
ជនដែលពោពេញទៅដោយទ្រព្យសម្បត្តិនិងកិត្តិយសនោះទូប្រុសក៏បាននិយាយថានរកពេលដល់ឮដូច្នេះហើយបើកភ្នែកធំនិងភ្ញាក់ផ្អើលបានលួចមកនិយាយថាស្អីគេនឹងបន្ទាប់មកគាត់ក៏បានមើលមុខទៅអាស្ទើរបស់យើងព្រោះគាត់នៅភ្ញាក់ផ្អើលនឹងពាក្យសម្ដីអាស្ទើនិយាយអំបញ្ញមិញនេះគាត់ក៏បាននិយាយឡើងថាខ្ញុំប្រហែលជាស្ដាប់ច្រឡំហើយមើលទៅ